ឆ្លងកាត់បទពិសោធន៍ឈឺចាប់កម្ពុជាកាន់តែរឹងមាំទាំងនៅលើឆាកជាតិនិងអន្តរជាតិចាខ្ញុំជាបឋមសូមអរគុណកម្មវិធី KMI ដែលផ្ដល់កិត្តិយសឲ្យខ្ញុំមកធ្វើជាបទសម្ភាសន៍នៅក្នុងថ្ងៃនេះចាចំពោះខ្ញុំហើយក៏ដូចជាបងអូនស្រីឬក៏ប្រជាពលរដ្ឋយើងទាំងមូលទាំងអស់គ្នាក្នុងរយៈពេលសង្គ្រាម5ថ្ងៃកន្លងទៅនេះគឺមានអារម្មណ៍ទុក្ខព្រួយស្រងេះស្រងោចនៅពេលដែលឃើញប្រទេសខ្លួនត្រូវបានប្រទេសជិតខាងរំលោភបំពានដែលមិនគោរពច្បាប់អន្តរជាតិចាហើយជាបទពិសោធន៍ដែលយើងឆ្លងកាត់ក្នុងរយៈពេល5ថ្ងៃដល់ឈឺចាប់កន្លងមកនេះឃើញថាប្រជាពលរដ្ឋយើងទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់និយាយទៅគ្រប់វ័យទាំងអស់សាមគ្គីគ្នាជួយគ្នាស្រឡាញ់រាប់អានគ្នាចាអ្នកណាមានលទ្ធភាពអីគឺជួយនឹងចាហើយពួកគាត់រស់នៅក្រោមដំបូលនឹងការណែនាំរបស់រាជរដ្ឋាភិបាលយើងគ្រប់អនុសាសន៍របស់រដ្ឋាភិបាលយើងលោកឲ្យយើងស្ងប់ស្ងាត់ឲ្យយើងអត់ធ្មត់ចាទាំងអស់គ្នាគោរពយើងមាននាយដឹកនាំមួយដ៏ត្រឹមត្រូវលោកឲ្យពួកយើងដែលជាប្រជាពលរដ្ឋឬមន្ត្រីរាជការទាំងអស់ធ្វើអីប្រជាពលរដ្ឋយើងសាមគ្គីគ្នាជាធ្លុងមួយគោរពមេគោរពកាយចាយើងឃើញថាឆ្លងកាត់ព្រឹត្តិការណ៍ដ៏ឈឺចាប់នេះគឺកាន់តែឆ្លុះបញ្ចាំងឲ្យឃើញថាប្រជាពលរដ្ឋយើងសាមគ្គីគ្នាណាគ្រប់លំដាប់ថ្នាក់ព្រះសង្ឃក៏ជួយជាតិតាមរបៀបព្រះសង្ឃប្រជាពលរដ្ឋជួយជាតិតាមរបៀបការយល់ដឹងរបស់ប្រជាពលរដ្ឋមន្ត្រីរាជការក៏ជួយជាតិទៅតាមឋានៈទូនីតិលទ្ធភាពដែលគាត់អាចធ្វើបានចាហើយជួយគ្នាមែនតើចាហើយក្នុងរយៈពេលតាំងពីថ្ងៃ28បទឈប់បាញ់បានចេញជាធរមានក៏យើងមានសារទៅកាន់ពិភពលោកថាប្រជាជនកម្ពុជាគោរពស្រឡាញ់សន្តិភាពយើងចង់បានសន្តិភាពយើងស្ដាប់បទបញ្ជាអ្វីដែលយើងបានឯកភាពគ្នាហើយរវាងរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋាភិបាលថៃក្រោមការជួយសម្របសម្រួលរបស់ប្រទេសឥណ្ឌូនេស៊ីចាគឺថាឈប់បាញ់គឺឈប់បាញ់យើងអត់មានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ទេហើយលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំក៏បានជួយកម្ពុជានៅក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់នេះក៏យើងបានអនុវត្តយ៉ាងត្រឹមត្រូវចំពោះខាងភាគីកម្ពុជាយើងចាហើយប្រជាពលរដ្ឋយើងក៏អត់ធ្មត់ដល់កម្រិតដែលយើងបានបង្ហាញទៅឆាកអន្តរជាតិថាប្រជាពលរដ្ឋកម្ពុជាទាំងមូលស្រឡាញ់សុខសន្តិភាពហើយជាប្រជាពលរដ្ឋដែលមានចរិតថ្លៃថ្នូរស៊ីវិល័យគោរពច្បាប់អន្តរជាតិគ្រប់មេគ្រប់កាយរួមសាមគ្គីគ្នាជាធ្លុងមួយដោយសារតែយើងទាំងអស់គ្នាស្រឡាញ់សុខសន្តិភាពយើងមិនចង់បានសង្គ្រាមទេហើយយើងស្អប់ការឈ្លានពានរំលោភបំពានពីប្រទេសជិតខាងចាក្រៅពីយើងរួបរวมគ្នាសាមគ្គីគ្នាអត់ធ្មត់ក្រោមការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសម្ដេចតេជោដែលជាប្រធានព្រឹទ្ធសភាលោកបានណែនាំពួកយើងខ្ញុំដែលជាមន្ត្រីក្រមអាវ៉ាតក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យស្ងប់ស្ងាត់គឺយើងស្ងប់ស្ងាត់ទូទាំងប្រទេសរងចាំថ្នាក់ដឹកនាំលោកមានចំណាត់ការមានវិធានការតាមតែយុទ្ធសាស្ត្រផែនការរបស់លោកគឺយើងអនុវត្តគ្នាបានយើងគោរពនិងអនុវត្តបានយ៉ាងត្រឹមត្រូវបំផុតហើយយើងក៏លេចមកមើលប្រជាពលរដ្ឋយើងដែលជាអ្នកអាជីវករអាជីវកម្មមានមុខចំនួនប្រកបរបរចិញ្ចឹមជីវិតក៏បានពុតដៃគ្នាខំប្រឹងរឹងខ្លួនឯងបញ្ចេញសមត្ថភាពខ្លួនឯងតាំងពីការផលិតតាំងពីការប្រើប្រាស់គឺយើងជួយគ្នាមែនតើចាក្នុងគោលដៅតែមួយធ្វើមិនឲ្យកម្ពុជាយើងកាន់តែរឹងមាំកាន់តែស្គាល់ច្បាស់ពីខ្លួនឯងពង្រឹងខ្លួនឯងឲ្យកាន់តែល្អប្រសើរអញ្ចឹងសរុបមកវិញក្នុងរយៈពេល5ថ្ងៃ6ថ្ងៃដែលយើងឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់នេះគឺកម្ពុជាយើងកាន់តែរឹងមាំទាំងលើឆាកជាតិនិងអន្តរជាតិទាំងលើឆាកជាតិបរទេសគេកាន់តែស្គាល់កម្ពុជាទាំង
កាន់តែច្បាស់ថាកម្ពុជាជាពូជសាសន៍មួយដែលមានសុចរិតភាពត្រឹមត្រូវយុត្តិធម៌មិនបំពេញមិនរំលោភបំពានគេអ្វីដែលបានព្រមព្រៀងគ្នាហើយគឺអនុវត្តបានយ៉ាងល្អប្រសើរបំផុតចាហើយចំពោះពលរដ្ឋយើងក៏រួមគ្នាសស័កសស្រាំងាកមកគ្រប់គ្រងផលិតផលខ្មែរប្រឹងផលិតទោះបីថាពីមុនផលិតបានតិចឥឡូវយើងខំប្រឹងផលិតឲ្យបានតែច្រើនពង្រឹងទាំងគុណភាពនិងបរិមាណដើម្បីជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋយើងដែលគាត់ត្រូវការគឺឲ្យយើងបានប្រើប្រាស់ទៅតាមតម្រូវការរបស់យើងហើយយើងសង្ឃឹមថាឆ្នាំក្រោយយើងនឹងកាន់តែរឹងមាំបន្ថែមទៀតផលិតផលរបស់យើងនៅក្នុងស្រុកគឺកាន់តែសម្បូរបែបបន្ថែមទៀតចាចំពោះខ្ញុំគិតថាការបើកច្រកឬបិទច្រកនោះគឺរាជរដ្ឋាភិបាលយើងលោកបានមានទស្សនវិស័យច្បាស់លាស់ហើយថានឹងបិទឬបើកយ៉ាងម៉េចលោកនឹងជំរាបជូនពលរដ្ឋនៅពេលក្រោយប៉ុន្តែចំពោះប្រជាពលរដ្ឋយើងជាទូទៅភាគច្រើនខ្ញុំតាមមើលតាមបណ្ដាញសារព័ត៌មានថាមិនចង់បើកទេដោយមូលហេតុលោកចង់ពង្រឹងខ្លួនឯងចាចង់ពង្រឹងខ្លួនឯងឲ្យខ្លួនឯងរឹងមាំលើគ្រប់វិស័យចាហើយណាមួយទៀតបើសិនជាបើកពួកគាត់តែនិយាយថាត្រូវមានលក្ខខណ្ឌ1 2 3 4 5អញ្ចឹងទៅប៉ុន្តែខ្ញុំគិតថាដូចខ្ញុំបានជំរាបជូនបងអូនស្រីមិនអញ្ចឹងរដ្ឋាភិបាលលោកច្បាស់លាស់ហើយពីរឿងបើកហ្នឹងតើបើករបៀបម៉េចបិទរបៀបម៉េចចាតែបើនិយាយពីទូទៅកម្ពុជាយើងដើរក្រោយគេទេចាកន្លងមកគេអ្នកបិទមុនយើងស្រឡាញ់សន្តិភាពយើងមិនចង់មានទំនាស់ជាមួយប្រទេសជិតខាងទេដោយសារតែបញ្ហាដែលយើងស្រឡាញ់សន្តិភាពហើយបានជារហូតមកដល់ថ្ងៃនេះយើងគ្រប់បានយ៉ាងម៉ឺងម៉ាត់នៅបាត់ឈប់បាញ់ចាយើងមិនមានការរំលោភនៅកិច្ចព្រមព្រៀងណាមួយទេគឺយើងតែងតែគោរពជាដរាបរៀងមកចំពោះផលិតផលក្នុងស្រុកខ្ញុំឃើញថាមានការគ្រប់គ្រងច្រើនមែនទែនផលិតផលមួយចំនួនកន្លងមកគាត់ផលិតតែពេលថ្ងៃទេឥឡូវគាត់ថែមផលិតពេលយប់ទៀតចាពីមុនគាត់ផលិតអាចថាតែ5ថ្ងៃក្នុងមួយសប្តាហ៍សៅរ៍អាទិត្យសម្រាប់ឥឡូវអត់ទេ7ថ្ងៃលើ7ថ្ងៃ24ម៉ោងលើ24ម៉ោងគឺថែមបុគ្គលិកចាថែមបុគ្គលិកហើយមិនមែនថានៅពេលដែលប្រជាពលរដ្ឋយើងត្រូវការច្រើនវាថយគុណភាពអត់ទេគឺអត់មានថយទេគុណភាពនៅតែកើនគុណភាពនៅដដែលហើយខំប្រឹងធ្វើម៉េចឲ្យចំនួនផលិតហ្នឹងបានកាន់តែច្រើនចាដើម្បីបំពេញនៅតម្រូវការរបស់ប្រជាពលរដ្ឋយើងហើយប្រជាជនខ្មែរយើងជាទូទៅលោកគ្រប់គ្រងផលិតផលខ្មែរប៉ុន្តែពេលខ្លះវាខ្វះការផ្សព្វផ្សាយលោកអត់ដឹងចាលោកអត់ដឹងពេលខ្លះលោកភ្ញាក់ថាអូអាហ្នឹងរបស់ខ្មែរទេខ្ញុំអត់ដឹងថាអាហ្នឹងផលិតនៅស្រុកខ្មែរអីចឹងចាអញ្ចឹងយើងមានឃើញថាមានការផ្លាស់ប្ដូរផ្នត់គំនិតច្រើនចាគាត់មានទស្សនៈជួយជាតិច្រើនប៉ុន្តែគ្រាន់តែកន្លងមកអាចថាអ្នកផលិតហ្នឹងគាត់នៅខ្វះការធ្វើទីផ្សារចាប៉ុន្តែឥឡូវនេះឃើញថាបងប្អូនយើងមួយចំនួនហ្នឹងគឺងាកមកជួយខ្ញុំឃើញតាំងពីអនឡាញឡើងគឺជួយផ្សាយជួយប្រម៉ូទផលិតផលខ្មែរដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងឈូឆរឲ្យបង្កើតម៉ាតខ្មែរគឺថាដាក់អស់តែម្ដងប្រហែលថ្ងៃមុននេះមានពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរធ្វើ3ថ្ងៃពីថ្ងៃ11ដល់ថ្ងៃ13ហើយឃើញថាប្រជាពលរដ្ឋយើងច្រើនកកមែនតែនទៅជួយទិញហើយថាដាក់ផលិតផលមកអស់ដាក់មកអស់ហើយខ្ញុំគាត់ថា3ថ្ងៃធ្វើវាតិចពេកចាវាគួរតែបានយ៉ាងហោចគួរ5ថ្ងៃទៅ1សប្តាហ៍ដើម្បីឲ្យពលរដ្ឋយើងជួយស្គាល់ជួយទៅទិញទៅប្រើប្រាស់កាន់តែច្រើនចាវាជាឱកាសដែលយើងត្រូវចេះរស់ដោយខ្លួនឯងក្រោកឈរដោយខ្លួនឯងខ្ញុំគិតថាខ្មែរយើងប្រកែខ្លាំងហើយតស៊ូអត់ធ្មត់ណាស់ជាជាតិមួយដែលប្រឹងប្រែងតស៊ូអត់ធ្មត់ប្រឹងរស់ហើយបច្ចុប្បន្ននេះលោកខ្ញុំមើលតាមសារព័ត៌មានជាទូទៅគឺមិនចង់ឲ្យមានការបើកច្រកទេមានន័យថាចង់ຕົកអញ្ចឹងអាយុដើម្បីខ្លួនឯងនឹងរឹងមាំនឹងអាភាពលំបាកទាំងឡាយដែលយើងឆ្លងកាត់នេះហើយបើសិនជាយើងឆ្លងកាត់រយៈពេល1ឆ្នាំ2ឆ្នាំទៅមុខយើងរឹងមាំខ្លាំងមែនទែនដែលប្រទេសជិតខាងមិននឹកស្មានដល់ថាខ្មែរយើងរឹងមាំដល់ថ្នាក់នេះខ្ញុំគិតថាវាជាឱកាសដែលយើងពង្រឹងខ្លួនឯងចារស់ដោយខ្លួនឯងឈរដោយខ្លួនឯងវាអត់មានអីរឹងមាំជាងខ្លួនយើងរឹងមាំដោយខ្លួនយើងទេចា